តើតាភាពមួយនេះគឺខ្ញុំចាប់យកពីព្រំបទលភូមិចំការលើស្ពោះទៅកាន់ទឹកដីនៃភូមិវាលពោភូមិវាលពោនេះគ្រាន់តែលើឈ្មោះយើងអាចស្រមៃបានថាភូមិមួយនោះគឺជាភូមិដែលមានដើមពោច្រើនពីព្រោះពាក្យថាវាលពោមានន័យថាគឺជាវាលដែលមានដើមពោអញ្ចឹងខ្ញុំសូមសាក់ស្រមៃមើលថាភូមិវាលពោនេះប្រហែលជាមានដើមពោច្រើនហើយមើលទៅតែផ្ទុយទៅវិញភូមិវាលពោនេះគឺมันមានដើមពោច្រើននោះទេកាប់ទៅភូមិវាលពោគឺជាភូមិដែលមានដំណាំកសិកម្មច្រើនទៅវិញទេនៅពេលបច្ចុប្បន្នជាពិសេសនោះគឺដំណាំស្វាយចន្ទីភូមិនេះអាស្រ័យផលដំណាំកសិកម្មគឺឲ្យផលល្អណាស់ក៏ដោយសារតែដីនៅតំបន់នេះមានជីជាតិល្អមិនថាដំណាំដំឡូងមីដំណាំស្វាយចន្ទីឬក៏ដំណាំកសិកម្មផ្សេងៗនោះទេសុទ្ធតែឲ្យទិន្នផលបានខ្ពស់ថែមទៀតផងខ្ញុំធ្វើដំណើរមិនយូរប៉ុន្មានខ្ញុំក៏បានធ្វើដំណើរមកដល់ទឹកដីនៃភូមិវាលពោហើយភូមិវាលពោនេះគឺខ្ញុំខានមកជាង6ឆ្នាំមកហើយដោយសារតែការផ្លាស់ប្ដូរតំបន់ត្រូវបានខ្ញុំទៅប្រចាំការនៅតំបន់ផ្សេងប៉ុន្តែនៅក្នុងឆ្នាំនេះខ្ញុំក៏បានវិលត្រឡប់មកប្រចាំនៅតំបន់នេះសាជាថ្មីម្ដងទៀតហើយខ្ញុំបានadminក៏សូមផ្តិតយករូបភាពនេះចែករំលែកទៅកាន់ពុកម៉ែបងប្អូនទេសនាកំសាន្តដោយសារតែមានបងប្អូនខ្លះក៏ដូចជាបងប្អូននៅតាមទីឆ្ងាយៗមិនដែលមកលេងឬក៏មិនដែលបានឃើញភូមិវាលពោនោះទេដូច្នេះហើយ admin ក៏សូមផ្តិតយករូបភាពក៏ដូចជាទេសភាពនៅក្នុងភូមិវាលពោនេះទាំងស្រុងតែម្ដងចែករំលែកទៅកាន់ពុកម៉ែបងប្អូនហើយនេះគឺជាទស្សនវិជ្ជាខ្លះៗនៅក្នុងភូមិវាលពោបច្ចុប្បន្ននេះភូមិវាលពោក៏មិនទាន់មានផ្លូវកៅស៊ូនៅឡើយដោយសារតែភូមិនេះស្ថិតក្នុងភូមិដែលកំពុងអភិវឌ្ឍហើយបច្ចុប្បន្នភូមិនេះគឺមានផ្លូវលំជាច្រើនខ្សែខ្វាត់ខ្វែងខុសពីឆ្នាំមុនដែលខ្ញុំបានធ្លាប់មកដល់ភូមិនេះដំបូងភូមិនេះពេលដែលខ្ញុំមកដំបូងគឺគ្មានផ្លូវលំតភ្ជាប់ទៅកាន់ភូមិចំការលើនោះទេប៉ុន្តែនៅពេលដែលខ្ញុំបានមកកាន់ទឹកដីនៃភូមិវាលពោនេះម្ដងទៀតភូមិនេះស្រាប់តែមានផ្លូវជាច្រើនខ្សែប៉ុន្តែអ្វីដែលនៅតែជាចង្អុលសម្រាប់រូបខ្ញុំបានគឺភូមិវាលពោនៅតែមិនទាន់មានផ្លូវកៅស៊ូឬក៏ផ្លូវបេតុងនោះឡើយសូមឆ្លើយតែប៉ុណ្្នឹងតាក់ទងជាមួយនឹងការអភិវឌ្ឍសាងសង់ផ្លូវតែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺផ្ទះសម្បែងរបស់ប្រជាជននៅពេលដែលខ្ញុំបានវិលត្រឡប់មកកាន់ភូមិឬក៏ទឹកដីតំបន់វាលពោនេះសារជាថ្មីម្ដងទៀតនោះគឺផ្ទះរបស់ប្រជាពលរដ្ឋនៅតំបន់នេះធំល្អខ្លាំងមែនទែននិយាយជារួមទៅគឺផ្ទះបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិវាលពោនេះគឺផ្ទះធំខ្លាំងមែនទែនមិនដូចកាលពីខ្ញុំមកកាន់ទឹកដីនេះដំបូងនោះទេគឺបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះគឺមានផ្ទះសម្បែងមិនសូវជាធំដូចពេលបច្ចុប្បន្ននោះឡើយហើយអ្វីដែលគួរឲ្យកត់សម្គាល់ខ្លាំងជាងនឹងទៅទៀតនោះគឺផ្ទះរបស់ប្រជាជនមួយខ្នងអាចមានឡានរហូតដល់2ឯណោះហើយឡានក៏ដូចជារថយន្តទំនើបគឺមានប្រើប្រាស់នៅក្នុងតំបន់នេះក៏ដោយសារតែផ្លូវនៅក្នុងតំបន់នេះមានផ្លូវលំតភ្ជាប់ទៅកាន់ទឹកដីនៃភូមិចំការលើក៏ដូចជាតភ្ជាប់ទៅកាន់ទីរួមខេត្តនៃខេត្តស្ទឹងត្រែងផងដែរហើយបើយើងក្រឡេកមកមើលជីវភាពនៃការរស់នៅនៃការប្រកបមុខរបរប្រជាជននៅក្នុងតំបន់នេះនោះគឺមានការប្រកបមុខរបរដំណាំកសិកម្មក៏ដូចជាអាជីវករលក់ដូរហើយមួយចំនួនធំគឺពឹងផ្អែកទៅលើដំណាំកសិកម្មធំហើយកសិកម្មតំបន់នេះគឺមិនពឹងផ្អែកទាំងស្រុងទៅលើដំណាំដំឡូងមីដូចជាតំបន់ដទៃនោះឡើយដោយសារតែចាស់នៅតំបន់នេះគឺពួកគាត់បានដាំស្វាយចន្ទីទុកកាលពី10ឆ្នាំមុនក៏មានដែរហើយដំណាំស្វាយចន្ទីនៅក្នុងតំបន់នេះគឺជាតំបន់មួយដែលមានដំណាំស្វាយចន្ទីច្រើនជាងភូមិឃុំដទៃទៀតនេះក៏ដោយសារតែប្រជាជននៅក្នុងតំបន់នេះគឺបានសិក្សាស្វែងយល់ពីទីផ្សារយ៉ាងច្បាស់និងពិតប្រាកដថែមទៀតផងមកដល់ភូមិវាលពោបងប្អូនអើយរកកន្លែងហូបបាយទៅបានកន្លែងហូបបាយហើយមកដល់នេះម៉ោង2 ដល់ 10ល្មមបងប្អូនជិះ1ម៉ោងឲ្យគត់ហើយនិយាយពីផ្លូវក្នុងតំបន់នេះខានមកជាង6ឆ្នាំហើយជាង6ឆ្នាំហើយឥឡូវនេះនៅតែផ្លូវដដែលទេហើយនិយាយពីថាហុយម៉ែអហុយហើយមិនហុយធម្មតាទេសួតថ្លាមប្រមាត់អីចង់ខ្ទេចអស់ទាំងហុយទាំងអាលាក់អូនមកហើយបងប្អូនអើយទទួលមកនេះទឹកដុំបដ ாய் មករាយអើយជុំជាបងប្អូនអើយបងប្អូនបាយបដាស្រកក្លិនហុយបដានេះបើមិនសួតក៏ថ្លើមដែរនេះយ៉ាងនេះហើយស្រកភូមិនេះសើឡានច្រើនណាស់ភូមិនេះណ៎ម៉ែហុយអើយលោកហុយម្លេះមុំធ្វើផ្លូវកស៊ូ